ប្រិមិត្តជននេះអាជីវករលក់នៅខាងក្រៅបានដំណោះជាមួយខាងអាជីវករលក់ខាងក្នុងបាទប្រិមិត្តដោយសារតែខាងអាជីវករលក់ខាងក្នុងក៏ចំណែនខាងអាជីវករខាងក្រៅដែលគាត់លក់នៅខាងក្រៅក៏លក់ដាច់បាទប្រិមិត្តហើយខាងអាជ្ញាធរក៏បានរៀបចំឲ្យគាត់លក់នៅខាងក្នុងហើយបាទប្រិមិត្តនេះក៏លក់ខាងក្នុងហើយស្រាប់តែខាងអាជីវករនៅខាងក្នុងគាត់ទៅប្តឹងអាជ្ញាធរឲ្យខាងម្ចាស់ផ្ទះប្រត់មេដៃដើម្បីកុំឲ្យខាងអាជីវករលក់ខាងក្រៅហ្នឹងគាត់លក់ដូរទៀតបាទប្រិមិត្តជននេះឥឡូវគាត់ទាមទារស្នើសុំឲ្យអាជ្ញាធរជួយរៀបចំកន្លែងឲ្យដើម្បីឲ្យគាត់បានលក់ដូរនៅមុខចិញ្ចើមផ្ទះបាទប្រិមិត្តជននេះមុខចិញ្ចើមផ្ទះបាទនេះឥឡូវគាត់កំពុងតែខឹងស្រវាខ្លាំងតែម្ដងបានជួបតែគ្នាមុនបន្តិចបាទប្រិមិត្តតាមតបានមកអីហើយមិនចឹងមិនយកតាមព័ត៌មានទៅតបានទេខ្ញុំទៅចាខ្ញុំមកពីស្រុកខេត្តពីវែងក្មួយម៉ោង2ម៉ោង3កម្លាំងមកអេរត់ថ្ងៃតែខ្ញុំមិនមកទេដោយសារថាធ្វើមិននិយាយតែកិច្ចចោលថ្ងៃណានោះបានថ្ងៃណានោះបានបាត់ខ្ញុំទៅពាក់កែខ្ញុំមិនដែរមាត់មួយម៉ាត់ទេក្មួយមិនដែរទៅចំណាយរីបណាទេយើងផ្សារវាមានក្នុងមានក្រៅថ្ងៃណាលក់បានទៅថ្ងៃណាលក់បានទៅខ្ញុំលក់តែញមក10000ខ្ញុំលក់6000 7000ណារាល់ថ្ងៃលក់គេតាមខប់ក្មួយខ្ញុំលក់រាល់ថ្ងៃមួយថ្ងៃបានប្រហែលម៉ោង2ម៉ោង3ខ្ញុំឡើងពីខេត្តមកក្មួយមកដល់ហ្នឹងទិញហើយយកមកលក់ម៉ោង3ម៉ោង4ម៉ោង5បានដល់ផ្ទះរាល់ថ្ងៃហើយខ្ញុំដែរមាត់មួយម៉ាត់ទេណាហើយថៃមិនឈឺឆ្អាលមកដល់គ្នារំលក់ទៅថ្ងៃណាបានទៅថ្ងៃណាមិនបានទៅដូចតែគ្នាទេតែតកែឥឡូវរកអីបានហើយខ្ញុំមិនដែរម៉ាត់ទេសួរគាត់នឹងវាខ្ញុំឯនៅម៉ោង4ម៉ោង5ដល់តាមម៉ោង7 8ដល់ផ្ទះណាក្មួយខ្ញុំមិនឡើយមកដឹងគេនេះខ្ញុំមិនដែរមាត់មួយម៉ាត់ទេក្មួយហើយមើលបើសិនជាខាងអាជ្ញាធរគាត់មកធ្វើការរៀបចំអញ្ចឹងផលវិបាករបស់អីជួបបញ្ហាអូយពិបាកណាស់ក្មួយលក់អត់ដាច់ចេញក្មួយហើយខ្ញុំបាក់ណាស់គាត់ចាត់មកដុំមកតោះរកបានទេណាក្មួយលក់ខ្ញុំដាច់ទៀតចុះផលវិបាកនៅក្នុងគ្រួសារវិញអូយពិបាកគ្រួសារមិននិយាយក្មួយនិយាយមកទឹកភ្នែកទេពិបាកណាស់វាពិបាកនោះខ្ញុំនិយាយទេអូនខ្ញុំរកថ្ងៃខ្ញុំដែរមកមកទេក្មួយហើយខ្ញុំមកដាក់បៃកុកបៃប្រុសគលឹកមកឲ្យរំបានប្រាទៅបាទប្រហែលពេលក៏ហួសហេតុទេក៏ឥឡូវចាំថ្ងៃនេះមកពួកគាត់ថាចូលចេញពីក្នុងមករករឿងចាំដល់តាមបណ្ដោយផ្លូវលេខ348ទៅសកាត់ទូស្វាយព្រៃទី1ខាងបឹងកងមកប្រិមិត្តជីកក៏បានទាមទារតវ៉ាដើម្បីឲ្យគាត់លក់ដូរនៅចំចិញ្ចើមផ្លូវបាទប្រជាជននេះជីកខ្លះគាត់បានលក់នៅក្បែរចិញ្ចើមផ្លូវខាងក្នុងដោយអាជ្ញាធរបានរៀបចំឲ្យគាត់ដើម្បីគាត់លក់ដូរដើម្បីចំជីវភាពគ្រួសាររបស់គាត់ដែលគាត់លក់បានមួយថ្ងៃបានតែ5 6ម៉ឺនដើម្បីចំជីវភាពគ្រួសារគាត់ឥឡូវខាងអាជ្ញាធរគាត់បានស្នើសុំកុំឲ្យគាត់លក់ដូរនៅចិញ្ចើមផ្លូវបាទប្រិមិត្តកុំឲ្យលក់តែម្ដងបាទប្រិមិត្តឥឡូវខាងអាជីវករក៏ស្នើសុំអាជ្ញាធរដើម្បីយកចិញ្ចើមផ្លូវខាងក្នុងនេះដើម្បីលក់ដូរបាទប្រជាជននេះអ្នកមិញក៏លក់ដូរនៅចិញ្ចើមផ្លូវតែបន្តិចបន្តួចបាទប្រជាជនឥឡូវខាងអាជ្ញាធរក៏ធ្វើกระดาษកិច្ចសន្យាមិនឲ្យគាត់លក់ដូរតែម្ដងបាទប្រជាជនឥឡូវគាត់កំពុងតែសុំស្នើសុំទាមទារតវ៉ាតែម្ដងបាទប្រជាជននេះហើយមុននឹងបន្តិចហ្នឹងមានការតឹងតសៃកជាមួយអ្នកលក់ដូរនៅខាងក្នុងផ្សារបាទប្រិមិត្តបានជួបគ្នាជាមួយខាងអាជីវករលក់នៅខាងក្រៅតែម្ដងមកប្រិមិត្តជនដោយសារឮថាចំណែនថាឮថាខាងអ្នកលក់នៅខាងក្រៅហ្នឹងគាត់លក់បន្លែលក់អីដាច់ដល់អញ្ចឹងគាត់លក់នៅខាងក្នុងគាត់លក់មិនដាច់ក៏បានទុះតវ៉ាគ្នាតែម្ដងបាទប្រិមិត្តជននេះទុះតវ៉ាគ្នាឈ្លោះប្រកែកគ្នាតែម្ដងឥឡូវខាងអ្នកជាការពីឯកភាពខណ្ឌបឹងកងគាត់បានចុះមកដើម្បីសម្របសម្រួលគាត់កុំឲ្យមានការឈ្លោះប្រកែកគ្នាបាទប្រិមិត្តជននេះបាទប្រិមិត្តករណីនៅវេលាម៉ោង9ព្រឹកតែម្ដងបាទប្រិមិត្តករណីតវ៉ានៅវេលាម៉ោង9ព្រឹកទៅនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025តែម្ដងបាទប្រជាជននេះនៅតាមបណ្ដោយផ្លូវ348ទៅសកាត់ទូស្វាយព្រៃទី1ខណ្ឌបឹងកងតែម្ដងបាទប្រិមិត្តនេះ348រវាងជីវករ
ជាមួយអាជីវករខាងក្នុងនិងខាងក្រៅបានជួបប្រកែកគ្នាតែម្ដងបាទប្រទេសជននេះដោយសារតែអាជីវករខាងក្នុងនេះគាត់ក៏លក់ដាច់ទៅក៏បានប្តឹងទៅខាងអាជ្ញាធរដើម្បីឲ្យខាងអាជីវករលក់ខាងក្នុងនេះគាត់មិនឲ្យលក់តែម្ដងមកប្រិមិត្តកុំឲ្យលក់ដោយសារតែខាងក្នុងក៏លក់ដាច់ហើយអាជីវករខាងក្រៅក៏លក់ដាច់ពេកក៏ត្រូវបានអាជីវករខាងក្នុងគាត់បានប្តឹងខាងអាជីវករខាងក្រៅតែម្ដងបាទប្រិមិត្តបាទនៅពេលនេះខ្ញុំមេកំ3ក៏សូមបញ្ចប់ការ live ប៉ុណ្នេះសូមអរគុណនិងសូមជម្រាបលា